នៅសាលប្រជុំអគារសាលាខេត្តបាត់ដំបងនាថ្ងៃអង្គារទី24ខែមីនាឆ្នាំ2026ឯកឧត្តមអ៊ុយរីប្រធានក្រុមប្រឹក្សាខេត្តនិងជាអនុប្រធានកិត្តិយសអនគរខេត្តឯកឧត្តមសុកលូអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការអនគរខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាជិកគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាក្រុងស្រុកនៃខេត្តបាត់ដំបងវត្តមានចូលរួមមានលោកអភិបាលរងខេត្តលោកឧត្តមសេនីយ៍ស្នងការលោកមេបញ្ជាការលោកនាយករដ្ឋបាលលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកស្រីអភិបាលក្រុងស្រុកលោកអធិការនគរបាលលោកមេបញ្ជាការក្រុងស្រុកលោកស្រីមេឃុំចៅសង្កាត់តាមអំណាចសេចក្តីសម្រេចរបស់សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាបានសម្រេចតែងតាំងលោកស្រីអភិបាលនៃគណៈអភិបាលក្រុងស្រុកទាំង14នៃខេត្តបាត់ដំបងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាក្រុងស្រុកលោកអធិការក្រុងស្រុកទាំង14នៃខេត្តបាត់ដំបងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាក្រុងស្រុកឯកឧត្តមសុកលូក្នុងនាមគណៈកម្មាធិការអនគរខេត្តបានសម្ដែងនូវការដឹងគុណប្រកបដោយក្តីស្មោះស្ម័គ្រចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ប្រធានព្រឹទ្ធសភាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រនិងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាដែលបានផ្ដល់នូវជំនឿទុកចិត្តទទួលស្គាល់លោកស្រីជាប្រធានគណៈកម្មាធិការអនគរក្រុងស្រុកនៃខេត្តបាត់ដំបងនាពេលនេះដើម្បីបានចូលរួមចំណែកបំពេញបេសកកម្មរបស់អនគរក្នុងបុព្វហេតុលើកស្ទួយជីវភាពបង្កើតស្មារតីសាមគ្គីភាពភេរវភាពមនសិការជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់តួនាទីនិងតម្លៃរបស់អតីតយុទ្ធជននិងនិវត្តជនឲ្យស័ក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិនិងប្រជាជនកម្ពុជាយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាក្នុងពិធីប្រកាសសមាជិកគណៈកម្មាធិការថ្មីនេះសមាជិកគណៈកម្មាធិការទាំងអស់ត្រូវយកចិត្តទុកដាក់លើ 1. ការពង្រីកវិសាលភាពនិងការបង្រួបបង្រួមការបញ្ចូលនិវត្តជនត្រូវអនុវត្តតាមលក្ខន្តិកៈថ្មីដែលបានប្តូរឈ្មោះទៅជាសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាដោយត្រូវបញ្ចូលមន្ត្រីរាជការស៊ីវិលដែលចូលនិវត្តទាំងអស់ឲ្យមកស្ថិតក្រោមការគ្រប់គ្រងតែមួយដើម្បីធានាថាគ្មាននិវត្តជនណាម្នាក់ត្រូវបានបោះបង់ចោលឬនៅឯកោឡើយ 2. ការគ្រប់គ្រងនិងដំណាភៀបការគ្រប់គ្រងហិរញ្ញវត្ថុត្រូវពង្រឹងការគ្រប់គ្រងនិងការប្រើប្រាស់ប្រាក់ភាគទាននិងថវិកាដែលទទួលបានពីសប្បុរសជនឲ្យមានដំណាភៀបនិងគណនេយ្យភាពខ្ពស់បំផុត 3. សុខុមាលភាពនិងការគាំពារសង្គមសេវាសុខាភិបាលត្រូវធានាថាអំពូមីងអតីតយុទ្ធជននិងនិវត្តជនទាំងអស់ទទួលបាននិងយល់ដឹងពីការប្រើប្រាស់ប័ណ្ណបសសដើម្បីពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិងមន្ទីរពេទ្យដៃគូបន្តកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីផ្ដល់សម្បទានដីសង្គមកិច្ចនិងសាងសង់ផ្ទះជូនសមាជិកដែលមានជីវភាពខ្វះខាតខ្លាំងនិងផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជននិងនិវត្តជនក្នុងការប្រឡងចូលបម្រើការងារក្នុងជួរកងកម្លាំងប្រដាប់អាវុធដើម្បីបន្តវេនពីឪពុកម្ដាយឯកឧត្តមសុកលូមានជំនឿយ៉ាងមុតមាំចំពោះសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាទូទាំងប្រទេសនិងខេត្តបាត់ដំបងនឹងមានការវិវត្តយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានសមាគមសម្ដៅធានាឲ្យមានភាពរឹងមាំនិងឧត្តមប្រយោជន៍ជូនចំពោះអតីតយុទ្ធជននិងនិវត្តជនព្រមទាំងរួមចំណែកក្នុងការការពារសន្តិភាពការពាររាជរដ្ឋាភិបាលស្របច្បាប់ក្រោមការដឹកនាំប្រកបដោយឧត្តមគតិដ៏ឈ្លាសវៃនិងមោះមុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាក្នុងឱកាសនៃការប្រកាសសមាជិកគណៈកម្មាធិការសមាគមអនគរក្រុងស្រុកនេះដែរឯកឧត្តមប្រធានគណៈកម្មាធិការអនគរខេត្តបានណែនាំបន្ថែមដល់លោកស្រីប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាក្រុងស្រុកទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាជាពិសេសគោលការណ៍និងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាទូទាំងប្រទេសត្រូវធ្វើជាសេនាធិការជូនគណៈកម្មាធិការអនគរខេត្តរក្សានៅសាមគ្គីភាពឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយស្មារតីទទួលខុសត្រូវរួមត្រូវសហការរៀបចំបញ្ចូលនិងទទួលស្គាល់សមាជិកសកម្មរួមមានអតីតយុទ្ធជននិងនិវត្តជនថ្មីនៅថ្នាក់ខេត្តនិងក្រុងស្រុកឲ្យបានឆាប់រហ័ស
សដើម្បីពង្រីកសមាជិកភាពឲ្យបានទូលំទូលាយសម្រាប់បងប្អូនអតីតយុទ្ធជននិងនិវត្តជនទូទាំងខេត្តក្រុងស្រុកនិងឃុំសង្កាត់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពនិងជីវភាពរបស់បងប្អូនជាសមាជិកដោយជំរុញការចុះក្តាប់ជាប់នៅស្ថានភាពនិងជីវភាពរស់នៅជាក់ស្ដែងព្រមទាំងផ្ដល់ការគាំទ្រចំពោះសមាជិកដែលជួបការខ្វះខាតកំពុងមានជំងឺឬត្រូវការជួយអន្តរាគមន៍នានាត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការងារបេឡាមរណសង្គ្រោះដើម្បីផ្ដល់ការឧបត្ថម្ភដល់គ្រួសារសមាជិកដែលបានទទួលមរណភាពបានទាន់ពេលវេលាសម្ដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រគោលនយោបាយនានាពាក់ព័ន្ធនឹងការគាំពៀដល់អតីតយុទ្ធជននិងនិវត្តជនជាពិសេសការផ្ដល់របបសន្តិសុខសង្គមនិងសេវាបេឡាជាតិសន្តិសុខសង្គមបសសត្រូវចាត់តាំងឲ្យមានការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាឬចោះសួរសុខទុក្ខក្នុងឱកាសទិវាអតីតយុទ្ធជនកម្ពុជាបន្ថែមពីលើសកម្មភាពប្រចាំថ្ងៃរបស់អនគរខេត្តក្រុងស្រុកនិងឃុំសង្កាត់